អាយុដំបណ្ឌិតងិនបណ្ណាលបដិញ្ញាបន្តសកម្មភាពចុះមូលដ្ឋានស្រុកបាភ្នំដើម្បីពង្រឹងសាមគ្គីភាពនិងបម្រើប្រជាពលរដ្ឋឯកឧត្តមបណ្ឌិតងិនបណ្ណាលអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តព្រៃវែងនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកបាភ្នំបានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលនិងក្តាប់សភាពការទូទៅជាមួយសមាជិកគណៈកម្មាធិការស្រុកបាភ្នំដើម្បីពង្រឹងយន្តការការងារនិងបន្តសកម្មភាពបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាអនុប្រធានទី1ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តព្រៃវែងដែលការអញ្ជើញចូលរួមនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងការផ្ដល់កម្លាំងចិត្តដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងការបន្តបេសកកម្មបម្រើជាតិនិងប្រជាជនក្នុងឱកាសនោះឯកឧត្តមបណ្ឌិតងិនបណ្ណាលបានវិតម្លៃខ្ពស់ចំពោះស្មារតីលះបង់និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំដែលតែងតែរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមក្នុងផ្ទះសកម្មភាពសំខាន់ៗដែលក្រុមការងារបាននឹងកំពុងអនុវត្តរួមមានបន្តអប់រំផ្សព្វផ្សាយនូវគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដើម្បីរក្សាបាននូវប្រជាប្រិយភាពនិងជំនឿចិត្តពីសំណាក់មហាជនចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្វែងយល់ពីសុខទុក្ខនិងជួយដោះស្រាយរាល់ការលំបាកនានាឲ្យបានទាន់ពេលវេលាស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលលើពីនេះទៀតក្រុមការងារបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននិងការងារមនុស្សធម៌ផ្សេងៗដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកបាភ្នំឯកឧត្តមបណ្ឌិតប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់ថារាល់សមិទ្ធផលដែលបានសម្រេចមកដល់ពេលនេះគឺអាស្រ័យលើស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងការបដិញ្ញាចិត្តខ្ពស់របស់សមាជិកគ្រប់រូបដែលសិតសឹងតែធ្វើឡើងក្នុងគោលដៅតែមួយគត់គឺការនាំមកនូវសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍជនជាតិមាតុភូមិក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈបកប្រជាជនកម្ពុជា